សួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងវីដេអូធ្វើម៉ាស់ចាមួយថ្ងៃនេះគឺត្រូវកាត់តែ3ប្រភេទទេតែខ្មុំយ៉ាអ៊ូហើយនិងស្រូវសាលីតែស្រូវសាលីនេះខ្ញុំមិនដាក់ទាំងអស់ទេគឺខ្ញុំយកទៅជីបទឹកទេដាក់ទឹកច្បល់សិនមកដើម្បីឲ្យវារីចព្រោះត្រូវការយកទៅជីបទឹកទេនេះយ៉ាអ៊ូបើសិនជាអ្នកដែលចង់យកកាកគឺយកកាកបានណាមិនមែនតាមខ្ញុំយកទៅទឹកយកទឹកតាមខ្ញុំអត់ទេយើងអាចដាក់កាកបានខ្ញុំអត់ចង់ដាក់កាកឲ្យសារតែពេលស្ងួតទៅវាពិបាកក្នុងការលាងបន្តិចអញ្ចឹងពេលដែលប្រញាប់ទៅណាមកណាទៅធ្វើឲ្យយូរអញ្ចឹងខ្ញុំដាក់ទៅទឹកទេចូលបញ្ចូលគ្នាមកអូខេពេលដែលកូរបញ្ចូលគ្នាហើយបន្ទាប់ពីយើងលាងមុខហើយគឺយើងអាចលាបនៅលើផ្ទៃមុខបានហើយអូខេបន្ទាប់ពីយើងលាងមុខហើយគឺយើងអាចលាបលើផ្ទៃមុខយើងបានហើយគឺតែជាក់ស្រួលមែនតើវិញវាយូរតិចមកម៉ាសាវាយូរតិចមកដើម្បីវាជ្រាបចូលស្បែកមុខបានលឿនម៉ាសាវាពេលអត់ដាក់កាកស្រីចឹងទៅគឺយើងងាយស្រួលវាស្ងួតលាងចាក់ចេញក៏វាងាយស្រួលចឹងណាពេលដាក់កាកស្រីហ្នឹងពេលស្ងួតទៅវាជាប់នៅលើមុខទៅចឹងវាពេលប្រញាប់ទៅណាមកណាធ្វើឲ្យយូរចឹងណាហើយដាក់ចឹងមកកន្លែងឆ្កាយមានមុនលុយអាយុចំហនេះក៏ដោយមានមុនយើងលុយអាយុបន្ទាប់ពីលាបម៉ាស់ហ្នឹងហើយគឺយើងទុកចោលវាម៉ាស្ងួតបន្ទាប់មកយើងលាងទឹកចេញយើងលាបគ្រីមលាបអីយើង make up អីធម្មតាណាអរគុណច្រើនបាយបាយ